យើងខ្ញុំទៅពីអ្នកសូមគោរពជម្រាបសួរប្រិមត្តទូរទស្សនិកជនជាទីមេត្រីស្វាគមន៍លើរីបន្តមកកាន់ការផ្សាយផ្ទាល់ព័ត៌មានសំខាន់ប្រចាំថ្ងៃ BTV Top Story នៅថ្ងៃ9កុម្ភៈ2026នៅថ្ងៃនេះនាងខ្ញុំគន្ធារួមជាមួយលោកសុភ័ក្រនឹងបន្តជម្រាបជូននៅព្រឹត្តិការណ៍ព័ត៌មានសំខាន់ប្រចាំថ្ងៃទាំងព្រឹត្តិការណ៍ក្នុងប្រទេសនិងព្រឹត្តិការណ៍ពីជុំវិញពិភពលោករយៈពេល1ម៉ោងពេញទស្សនិកជនសម្រាប់វគ្គដំបូងសូមលោកនាងទស្សនានៅព្រឹត្តិការណ៍ក្នុងប្រទេសយើងលើកឡើងពាក់ព័ន្ធជាមួយនឹងការមើលឃើញពីសក្តានុពលវិនិយោគនៅកម្ពុជាទស្សនិកជនតាមរយៈប្រធានវិទ្យាស្ថានស្រាវជ្រាវសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ាដែលបានមើលឃើញថាកម្ពុជានៅក្នុងពេលបច្ចុប្បន្ននេះនឹងអាចមានសក្តានុពលទាក់ទាញនៅវិនិយោគិនជប៉ុនជាពិសេសគឺលទ្ធភាពរបស់កម្ពុជានៅក្នុងការប្រែក្លាយខ្លួនទៅជាមូលដ្ឋានផលិតកម្មឧស្សាហកម្មថ្មីដែលការអះអាងបែបនេះគឺក្នុងឱកាសដែលលោកសាស្ត្រាចារ្យតេតស៊ូយ៉ាវ៉ាតាណាបេប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាននិងអាស៊ីបូព៌ាបានលើកឡើងពីការមើលឃើញតាមរយៈការចូលជួបសម្ដែងការគួរសមជាមួយនឹងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានជួបសម្ដែងការគួរសមនឹងវិភាសាការងារនេះនៅវិមានសន្តិភាពនៅព្រឹកថ្ងៃទី9ខែកុម្ភៈឆ្នាំ2026នេះនៅក្នុងឱកាសនៃជំនួបនេះលោកសាស្ត្រាចារ្យប្រធានវិទ្យាស្ថានEOIA បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតីដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឲ្យរូបលោកនិងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសមលោកសាស្ត្រាចារ្យបានគោរពជម្រាបជូនរបាយការណ៍ជូនដល់សម្ដេចធិបតីអំពីលទ្ធផលនៃការស្រាវជ្រាវស្ដីពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងកម្ពុជាជប៉ុន CJGSEZលោកសាស្ត្រាចារ្យក៏បានលើកឡើងពីសក្តានុពលនិងឱកាសរបស់កម្ពុជានៅក្នុងការតាក់ទាញវិនិយោគិនជប៉ុនជាពិសេសលទ្ធភាពរបស់កម្ពុជាក្នុងការប្រែក្លាយខ្លួនទៅជាមូលដ្ឋានផលិតកម្មឧស្សាហកម្មថ្មីដែលការនេះមិនត្រឹមតែរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងរួមចំណែកដល់ខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មតំបន់និងសកលបន្ថែមលើពីនេះលោកសាស្ត្រាចារ្យក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីចំណាប់អារម្មណ៍របស់វិនិយោគិនជប៉ុនក្នុងការវិនិយោគបន្ថែមនៅកម្ពុជាក៏ដូចជាការរៀបចំនៅវេទិកាធុរកិច្ចកម្ពុជាជប៉ុននាពេលខាងមុខដើម្បីចូលរួមចំណែកនៅក្នុងការតាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជាឲ្យកាន់តែច្រើនលោកសាស្ត្រាចារ្យបានជម្រាបជូនសម្ដេចធិបតីថាបច្ចុប្បន្ននេះបណ្ដាក្រុមហ៊ុនជប៉ុនកំពុងស្វែងរកឱកាសក្នុងការផ្លាស់ប្ដូរទីតាំងផលិតកម្មក៏ដូចជាការស្វែងរកនេះគឺនៅក្នុងតំបន់ឬហៅថា relocation ហើយបាននឹងកំពុងសម្លឹងមើលឱកាសនៅក្នុងការវិនិយោគថ្មីនៅកម្ពុជាបន្ថែមទៀតជាការឆ្លើយតបសម្ដេចធិបតីបានសម្ដែងនៅការស្វាគមន៍និងសេចក្តីរីករាយដែលបានជួបលោកសាស្ត្រាចារ្យនិងគណៈប្រតិភូជាថ្មីម្ដងទៀតព្រមទាំងបានវិយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពរបស់វិទ្យាស្ថាន EOIAជាមួយគ្នានោះសម្ដេចធិបតីបានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលកម្ពុជាកំពុងផ្ដោតការយកចិត្តទុកដាក់លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង Green SEZ និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ប្រទេសជាក់លាក់និងឧស្សាហកម្មជាក់លាក់ជាដើមក្នុងន័យនេះសម្ដេចធិបតីបានលើកទឹកចិត្តឲ្យលោកសាស្ត្រាចារ្យបន្តផ្សារភ្ជាប់ទំនាក់ទំនងនិងពិភាក្សាលម្អិតបន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានិងវិស័យឯកជនទាំងនៅកម្ពុជានិងជប៉ុនសម្ដៅពិនិត្យលទ្ធភាពនៅក្នុងការជ្រើសរើសនៅម៉ូដែលសម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសទ្វេភាគីឬត្រីភាគីទស្សនិកជនជាការពិតណាស់កម្ពុជាទើបតែបញ្ចប់នៅការដឹកនាំកិច្ចប្រជុំត្រីភាគីដ៏មានសារៈសំខាន់នៅក្នុងក្របខ័ណ្ឌនៃមេដឹកនាំគណៈបកកាន់អំណាចរបស់ប្រទេសទាំង3គឺមានកម្ពុជាឡាវនិងវៀតណាមនៅក្នុងឱកាសជំនួបដ៏មានសារៈសំខាន់នេះឃើញថាប្រទេសទាំង3គឺបដិញ្ញានៅក្នុងការជំរុញការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ឲ្យបានឆាប់រហ័សកម្ពុជាឡាវនិងវៀតណាមបានជំរុញលើការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ឲ្យបានឆាប់រហ័សដើម្បីទុកជាកេរមរតកដល់កូនចៅជំនាន់ក្រោយគណៈមេដឹកនាំប្រទេសទាំង3បានផ្ដល់តម្លៃខ្ពស់ចំពោះការដោះស្រាយបញ្ហាព្រំដែនតាមរយៈការគោរពបច្ចេកទេសច្បាប់និងគោរពអនុសញ្ញាសន្ធិសញ្ញាទាំងអស់ជាពិសេសគឺគោលការណ៍សន្តិភាពជាមួយគ្នា គ
នេះបើតាមការឲ្យដឹងពីឯកឧត្តមសុយារ៉ាមន្ត្រីអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលត្រីភាគីរវាងថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជាក៏ដូចជាគណៈបកកាន់អំណាចរបស់វៀតណាមនិងឡាវកាលពីថ្ងៃទី8ខែកុម្ភៈឆ្នាំ2026 ឯកឧត្តមសុយារ៉ាបានឲ្យដឹងថាការដោះស្រាយនៅបញ្ហាព្រំដែនរវាងកម្ពុជាវៀតណាមឡាវដែលដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិហើយគ្មានការប្រើប្រាស់កម្លាំងគឺជាគំរូមួយសម្រាប់ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃនិងបណ្ដាប្រទេសផ្សេងៗទៀតនៅលើពិភពលោកឯកឧត្តមបានបញ្ជាក់ថានៅក្នុងសន្ធិសញ្ញាឆ្នាំ1904-1907ដែលហៅថាសន្ធិសញ្ញាបារាំងសៀមឬអនុសញ្ញានេះគឺជាចំណុចពិសេសមួយដែលប្រើប្រាស់មិនមែនតែកម្ពុជាទេប៉ុន្តែព្រំដែនជាមួយឡាវក៏ប្រើប្រាស់សន្ធិសញ្ញានេះដែរដូច្នេះការដែលថ្នាក់ដឹកនាំទាំង3កម្ពុជាឡាវវៀតណាមបានឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែនការវាស់វែងព្រំដែនដែលសេសសល់ដោយគោរពតាមគោលការណ៍ច្បាប់អន្តរជាតិនេះគឺជាគំរូមួយដែលធ្វើឲ្យប្រទេសថៃបានឃើញដែរពីព្រោះកម្ពុជានិងថៃទោះបីជាខឹងគ្នាឆ្លោះគ្នាយ៉ាងណាក៏ដោយក៏មិនអាចលើកប្រទេសទៅណាបានដែរត្រូវតែនៅជិតគ្នាឬក៏នៅព្រំដែនជាប់គ្នារហូតដូច្នេះត្រូវមើលគំរូកម្ពុជាវៀតណាមឡាវដែលបានដោះស្រាយបញ្ហាដោយសន្តិវិធីតាមគោលការណ៍បច្ចេកទេសផ្អែកលើច្បាប់អន្តរជាតិចំណុចមួយទៀតគឺយើងឃើញថាភាគីទាំង3ក៏បាននិយាយដល់ចំណុចមួយដែលបងប្អូនជនរួមជាតិចង់ស្ដាប់នោះគឺការដោះស្រាយចំនួនព្រំដែនឬក៏បញ្ហាព្រំដែនទាំងឡាយគឺយើងឲ្យតម្លៃទៅលើសន្តិភាពទៅលើការគោរពនៅបច្ចេកទេសទៅលើគោលការណ៍ច្បាប់លើគោលការណ៍សិទ្ធិសញ្ញាទាំងអស់ចឹងដូច្នេះឲ្យព្រំដែននៅសេសសល់យើងបានធ្វើការច្រើនហើយជាមួយវៀតណាមជាមួយនឹងឡាវយើងបានធ្វើហើយចឹងបងប្អូនសួរថាកំពុងតែមានបញ្ហាជាមួយនឹងទិសខាងលិចតើយើងនិយាយជាមួយនឹងទិសខាងកើតឬទិសខាងជើងទេរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចបវរធិបតីហ៊ុនម៉ាណែតហើយជាពិសេសគឺក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលជាប្រធានគណៈបកគឺយើងនៅរក្សាគោលការណ៍នៃអធិបតេយ្យភាពរបស់យើងយ៉ាងរឹងមាំហើយយើងជជែកជាមួយនឹងមិត្តយើងទាំងជាពិសេសវៀតណាមនិងឡាវគឺឯកភាពគ្នាហ្មងគឺថាយើងមិនទុកចំនួនទៅឲ្យកូនចៅយើងតទៅទៀតទេយើងត្រូវដោះស្រាយចំនួនក្នុងចំនួនយើងឲ្យហើយចឹងបើតាន់ពេលយើងមិនតាន់មានចំនួនយើងនិយាយគ្នាល្អទៅបច្ចេកទេសថាម៉េចច្បាប់ថាម៉េចយើងព្រមព្រៀងគ្នាទៅចឹងដូច្នេះហើយគឺទាំងអស់គ្នាជំរុញការវាស់វែងព្រំដែននេះហើយនឹងសម្រេចកិច្ចការព្រំដែនឲ្យបានចប់ 100% តែម្ដងហើយយ៉ាងឆាប់ទៅទៀតខ្ញុំមិនអាចកំណត់ពេលវេលាបានព្រោះអ្នកបច្ចេកទេសគេនឹងធ្វើការគេហើយចុងក្រោយការសម្រេចផ្នែកនយោបាយគឺសម្ដេចនាយករដ្ឋមន្ត្រីហើយការសម្រេចផ្ដល់សច្ចាប័នគឺរដ្ឋសភាជាតិចំណែកគណៈបកក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនគឺមិនទុកមរតកនៃចំនួនទេទុកមរតកនៃសន្តិភាពចឹងចំណុចនេះជាចំណុចពិសេសដែលយើងអាចរាយការណ៍ជូនថាការជួបជុំនេះនិយាយត្រង់ទៅគ្នាទៅវិញទៅមកអ្វីដែលនៅសេសសល់ហើយគេគោរពទៅគេគោរពថាសិទ្ធិសញ្ញាថាម៉េចបច្ចេកទេសថាម៉េចហើយមិនយកការគម្រាមកំហែងប្រើកម្លាំងដើម្បីថាចង់ឈ្នះដីតំបន់នេះអញត្រូវតែប្រើបញ្ជូនទ័ពអត់មានទេគឺ3ប្រទេសនិយាយគ្នាច្បាស់លាស់សូមជម្រាបថាកម្ពុជាវៀតណាមមានព្រំដែនគោកជាមួយគ្នាប្រមាណជា1270គីឡូម៉ែត្រដែលរហូតមកដល់ពេលនេះប្រទេសទាំងពីរបានបោះបង្គោលព្រំដែនសម្រាប់បានចំនួន 84% ហើយនៅសល់តែ 16% ទៀតប៉ុណ្ណោះចំណែកព្រំដែនជាមួយប្រទេសឡាវគឺមានប្រមាណ540គីឡូម៉ែត្រក្នុងនោះការបោះបង្គោលព្រំដែនសម្រាប់បាន 86% នៅសល់ 14% ទៀតប៉ុណ្ណោះដល់ឡែកបណ្ដាគណៈបកនយោបាយនៅកម្ពុជាបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការនៃការបដិញ្ញាចិត្តរបស់បកទាំង3ប្រទេសដែលមានកម្ពុជាឡាវនិងវៀតណាមក្នុងពេលនេះក្នុងការបដិញ្ញាកសាងសន្តិភាពតាមបន្ទាត់ព្រំដែនដោយប្រើប្រាស់នៃច្បាប់យន្តការបោះបង្គោលព្រំដែនដោយសន្តិវិធីនិងផ្អែកទៅលើច្បាប់អន្តរជាតិការលើកឡើងបណ្ដាគណៈបកនយោបាយនៅកម្ពុជាដូចនេះធ្វើឡើងបន្ទាប់ពីអាយរ៉ាំស៊ូយ៉ារ៉ាមន្ត្រីដឹកនាំពាក្យគណៈបកប្រជាជនកម្ពុជាបានថ្លែងតាមរយៈសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលត្រីភាគីរវាងថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជាវៀតណាមនិងឡាវនៅថ្ងៃ8កុម្ភៈ2026ថាកម្ពុជាឡាវនិងវៀតណាមដោយបញ្ជាអំពីជំហររបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង3លើការផ្ដល់តម្លៃខ្ពស់ចំពោះការដោះស្រាយបញ្ហាព្រំដែនតាមរយៈការគោរពនៃបច្ចេកទេសច្បាប់និងការគោរពអនុសញ្ញាសន្ធិសញ្ញាទាំងអស់ជាពិសេសគឺគោលការណ៍សន្តិភាពជាមួយគ្នានិងជំរុញការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ឲ្យបានឆាប់រហ័ស
តែប្រយ័ត្នលទ្ធផលនេះបណ្ដាគណៈបកនយោបាយបានមើលឃើញថាគណៈបកកាត់អំណាចនៃប្រទេសទាំង3គឺមានទស្សនវិស័យដូចគ្នាក្នុងការកសាងមិត្តភាពរួមគ្នាដើម្បីឆ្ពោះទៅរកសន្តិភាពយូរអង្វែងជានិច្ចជាមួយគ្នានេះលោកអ៊ុនវិសិទ្ធគុណប្រធានគណៈបកកម្លាំងប្រជាធិបតេយ្យនិងបណ្ឌិតពេជ្រស្រស់ប្រធានគណៈបកយុវជនកម្ពុជាក៏បានបង្ហាញអំពីទស្សនៈយល់ឃើញយ៉ាងដូចនេះថាយើងត្រូវយល់ថាអ្វីដែលជាដំណោះស្រាយនៃយន្តការដើម្បីស្វែងរកផលប្រយោជន៍ជូនដល់ជាតិមាតុភូមិនិងជំរុញឲ្យសេដ្ឋកិច្ចពលរដ្ឋមានជីវភាពធូរធារឡើងវិញដូច្នេះដំណើរទស្សនកិច្ចដ៏មានអត្ថប្រយោជន៍របស់អាយដាមតូលឹមនិងអាយដាមថងលុនវាជាការរឹតបន្តឹងឲ្យចំណងមិត្តភាពរវាងប្រទេសនិងប្រទេសនេះកាន់តែមានភាពរឹងមាំទាំងចំណងការទូតនយោបាយនិងសេដ្ឋកិច្ចដោយយើងរក្សាឲ្យមានភាពរឹងមាំរវាងប្រទេសនិងប្រទេសតាមបន្ទាត់ព្រំដែនបាទអាចនឹងជាផលប្រយោជន៍ជំរុញទៅដល់ការដោះស្រាយរវាងប្រទេសជាអាស៊ានក្នុងការជំរុញឲ្យបញ្ចប់នៅវិវាទតាមបន្ទាត់ព្រំដែនដែលមានបញ្ហានាពេលបច្ចុប្បន្ននេះគឺប្រទេសថៃនិងប្រទេសកម្ពុជាផងដែរសូមឲ្យអ្នកនយោបាយទាំងអស់បាទដែលស្រឡាញ់ទឹកដីស្រឡាញ់ជាតិមាតុភូមិស្រឡាញ់ប្រជាពលរដ្ឋសូមឲ្យមានការសាមគ្គីគ្នាការពារនៅដែនអធិបតេយ្យភាពនិងចូលរួមរកដំណោះស្រាយជាមួយនឹងរាជរដ្ឋាភិបាលដើម្បីជំរុញឲ្យកម្ពុជាទទួលបានស្ថិរភាពនយោបាយល្អនិងមានសក្តានុពលផ្នែកសេដ្ឋកិច្ចឲ្យបានខ្លាំងឆ្ពោះទៅមុខសម្រាប់ខ្ញុំចង់ឲ្យប្រទេសដែលមានព្រំដែនជាប់គ្នាទាំងដីគោកនិងដីទឹកធ្វើយ៉ាងណាប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធីដោះស្រាយតាមច្បាប់អន្តរជាតិអនុសញ្ញានិងសន្ធិសញ្ញាអន្តរជាតិដែលបានបន្សល់ទុកពីឥណ្ឌូចិនពលគឺក្រោយសង្គ្រាមលើកទី2ហើយយើងដោះស្រាយដោយឈើលើគោលការណ៍ច្បាប់ជាគោលកុំប្រើកម្លាំងបាយឬក៏កុំអាងប្រទេសណាមួយមានលទ្ធភាពជាងដោយមិនគោរពច្បាប់អន្តរជាតិអានឹងវាធ្វើឲ្យប្រទេសទាំងអស់នោះមិនមានក្តីសុខហើយប្រជាជនទាំងអស់នោះគឺខាតពេលវេលារកស៊ីនិងកសាងសន្តិភាពឲ្យប្រជាជនទាំងសងខាងបាទសូមបញ្ជាក់ថាក្នុងកិច្ចប្រជុំកម្ពុជាត្រីភាគីនៅកម្ពុជាកាលពីចុងសប្តាហ៍មុននេះប្រមុខបកកាន់អំណាចកម្ពុជាវៀតណាមឡាវក៏បានអះអាងថានឹងចរចាគ្នាតាមយន្តការដោយសន្តិវិធីក្នុងនាមជាអ្នកជិតខាងល្អដើម្បីបញ្ចប់ការបោះបង្គោលព្រំដែននៅសេសសល់ហើយភាគីទាំង3បានបដិញ្ញាខិតខំស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមកលើការងារខណ្ឌសីមាព្រំដែនគោកពាក់ព័ន្ធទៅនឹងកិច្ចការព្រំដែនដដែលតាមការបញ្ជាក់ពីអាយដាមប៉ែនប៊ុនដែលប្រធានអង្គភិបអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាយ៉ាងខ្លាំងក្លាចំពោះការរំលោភបំពានលើបូរណភាពទឹកដីរបស់កម្ពុជាពីប្រទេសថៃខណៈដែលសហគមន៍អន្តរជាតិក៏កំពុងជំរុញឲ្យថៃងាកមកដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីដែរអាយដាមប៉ែនប៊ុនតាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅថ្ងៃនេះបានបញ្ជាក់ថាជាក់ស្ដែងណាស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានសម្ដែងការតវ៉ាជាផ្លូវការនិងយ៉ាងខ្លាំងក្លាជាថ្មីម្ដងទៀតកាលពីថ្ងៃ8កុម្ភៈ2026ប្រឆាំងទៅនឹងសកម្មភាពដោយខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃដោយបានជំទាស់យ៉ាងដាច់អហង្ការការរៀបរៀងផ្លូវតាមរយៈការដាក់នៅរបាំងទូកុងតឺន័រនិងការកសាងផ្លូវចូលទៅតំបន់មួយចំនួនក្នុងខេត្តឧត្តរមានជ័យនិងខេត្តពោធិ៍សាត់ចំណែកឯក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាកាលពីថ្ងៃ8កុម្ភៈ
ក៏បានប្រកាសបដិសេធយ៉ាងដាច់អហង្ការដែរចំពោះការអះអាងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃដែលថាប្រាសាទតាក្របីនៅតំបន់ប្រាសាទតាមាន់ស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ថៃនោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានបញ្ជាក់ថាទីតាំងប្រវត្តិសាស្ត្រទាំងនេះស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាទាំងស្រុងដោយមានក្នុងកំណត់ច្បាស់លាស់នៅអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមកាលពីឆ្នាំ1904និង1907ដែលមានផែនទីឧបសម្ព័ន្ធភ្ជាប់ជាមួយហើយក៏ដូចគ្នាជាមួយនៅមូលដ្ឋានផ្លូវច្បាប់ដែលតុលាការយុត្តិធម៌អន្តរជាតិបានប្រើកាលពីឆ្នាំ1962ដើម្បីកាត់ក្តីសំណុំរឿងប្រាសាទព្រះវិហារដែរ ដូច្នេះការទាមទារដោយប្រើផែនទីឯកតោភាគីដែលច្បាប់អន្តរជាតិមិនទទួលស្គាល់គ្មានតម្លៃផ្លូវច្បាប់ដែលអាចយកមកលុបលើសន្ធិសញ្ញាទ្វេភាគីបានឡើយរីឯការងារជួសជុលណាមួយដែលគ្មានការយល់ព្រមពីកម្ពុជាគឺជាការរំលោភទៅលើ MOU ឆ្នាំ 2000 ក៏ដូចជាលើមើលស្រាលទៅដល់ស្មារតីនៃកិច្ចសហប្រតិបត្តិការអាស៊ាន ចំណែកឯការដណ្ដើមកាន់កាប់ទីតាំងវប្បធម៌ប្រវត្តិសាស្ត្រដោយកម្លាំងយោធាត្រូវបានហាមឃាត់ដោយធម្មនុញ្ញអង្គការសហប្រជាជាតិនិងអនុសញ្ញាទីក្រុងឡាអេឆ្នាំ 1954 ស្ដីពីការការពារសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍ជម្លោះប្រដាប់អាវុធ ទី 3 ក្រៅពីអនុសញ្ញានិងសន្ធិសញ្ញានិងឯកសារផែនទីដ៏មានតម្លៃនឹងត្រូវបានទទួលស្គាល់ជាអន្តរជាតិដែលជាមរតកបន្សល់ពីសម័យអាណាព្យាបាលកម្ពុជានិងថៃក៏មានកិច្ចព្រមព្រៀងទ្វេភាគីជាច្រើនទៀតដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងដោយផ្អែកលើច្បាប់អន្តរជាតិក្នុងនោះមានសេចក្តីប្រកាសរួមថ្ងៃ 27 ខែធ្នូឆ្នាំ 2025 គឺជាកិច្ចព្រមព្រៀងចុងក្រោយមួយដែលភាគីទាំងពីរបានឯកភាពគ្នាប្រគល់តួនាទីឲ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន JBC ដើម្បីបន្តការងារវាស់វែងរបស់ខ្លួនសម្រាប់កំណត់ខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីថាកម្ពុជាបដូរផ្ដាច់ការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមគោរពទៅតាមគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមរួមទាំងផែនទីក៏ដូចជាកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធផ្សេងៗទៀតដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក បណ្ដាទស្សនិកជនជាការយកចិត្តទុកដាក់ដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីដែលកន្លងទៅនេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានស្នើទៅកាន់បារាំងដែលជាអតីតអាណានិគមរបស់កម្ពុជាផ្ដល់ជូនឯកសារប្រវត្តិសាស្ត្រនៅក្នុងការដោះស្រាយបញ្ហាព្រំដែន បន្ទាប់ពីនោះឃើញថាបារាំងក៏មានការបង្ហាញពីសុតិធិនិយមការត្រៀមខ្លួនសម្រាប់ការផ្ដល់ឯកសារពាក់ព័ន្ធដែរដែលរឿងនេះធ្វើឲ្យមានការលើកឡើងពីបណ្ដាមេដឹកនាំគណៈបកនយោបាយនានានៅកម្ពុជាដែលបង្ហាញពីសុតិធិនិយមចំពោះដំណោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនេះឯកឧត្តមហៀងកឹមស្រឿនប្រធានគណៈបកមហាសាមគ្គីជាតិខ្មែរលើកឡើងថា ប្រសិនបើប្រទេសបារាំងផ្ដល់ឯកសារសំខាន់ដែលជាឯកសារប្រវត្តិសាស្ត្រគឺមានដូចជាផែនទីឆ្នាំ 1907 1909 អធិស្ឋានគឺ 1904 ក៏ដូចជាឯកសារពាក់ព័ន្ធមួយចំនួនទៀតដែលជាមូលដ្ឋានឯកសារកតយុត្តជាឯកសារផ្លូវការឯកសារអន្តរជាតិដើម្បីយកមកធ្វើជាអំណះអំណាងនៅក្នុងការដោះស្រាយចំនួនព្រំដែនកម្ពុជាថៃនេះគឺជាការបង្ហាញឲ្យឃើញពីស្មារតីនៅក្នុងការអនុវត្តឈានទៅរកដំណោះស្រាយយន្តការច្បាប់អន្តរជាតិ បាទសម្រាប់ប្រទេសបារាំងបានត្រៀមខ្លួននៅក្នុងការផ្ដល់នៅឯកសារពាក់ព័ន្ធជុំវិញបញ្ហាចំនួនព្រំដែនកម្ពុជាថៃអ្វីដែលរដ្ឋាភិបាលបារាំងត្រៀមខ្លួនផ្ដល់ឯកសារជុំវិញពាក់ព័ន្ធនៃឯកសារសំខាន់ដែលជាឯកសារប្រវត្តិសាស្ត្រនៅក្នុងគេហៅថាការកសាងឯកសារនៅក្នុងសម័យអាណានិគមដែលនៅក្នុងការត្រៀមខ្លួននេះគឺជាការមើលឃើញមួយរបស់ប្រទេសបារាំងជុំវិញបញ្ហានៅក្នុង
បញ្ហានៅក្នុងការអាណានិគមមកលើប្រទេសកម្ពុជានៅក្នុងភូមិសាស្ត្រឥណ្ឌូចិនបាទហើយឯកសារដែលសំខាន់ដែលបារាំងត្រៀមខ្លួននោះវាមានឯកសារដូចជាផែនទីឆ្នាំ1904 1907ហើយក៏ដូចជាឯកសារពាក់ព័ន្ធមួយចំនួនទៀតដែលជាមូលដ្ឋានជាឯកសារគតិយុត្តជាឯកសារផ្លូវការឯកសារអន្តរជាតិដើម្បីធ្វើការយកមកធ្វើការអំណះអំណាងនៅក្នុងការដោះស្រាយចំនួនព្រំដែនកម្ពុជាថៃហើយនៅក្នុងការត្រៀមខ្លួននេះគឺជាការបង្ហាញឲ្យឃើញអំពីស្មារតីនៅក្នុងការអនុវត្តឈានទៅនៅក្នុងការដំណោះស្រាយនៅក្នុងយន្តការច្បាប់អន្តរជាតិមួយនៅក្នុងតុលាការ ICJ នេះគឺជារឿងមួយហើយយើងដឹងទាំងអស់គ្នាហើយជុំវិញបញ្ហាចំនួនព្រំដែនកម្ពុជាថៃនេះគឺជាការផ្ដើមហេតុបង្ករឿងបង្កហេតុពីសំណាក់រដ្ឋាភិបាលថៃនិងយោធាថៃនេះដោយឡែករដ្ឋាភិបាលកម្ពុជាដែលមានការដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតលោកតែងតែរក្សាបញ្ជិះនៅបញ្ហាសង្គ្រាមរក្សាភាពអត់ធ្មត់និងចូលលើគោលការណ៍ដោះស្រាយទ្វេភាគីនឹងការទូតនិងផ្អែកលើច្បាប់អន្តរជាតិ ចំណែកលោកជំទាវពោធិតីសាវត្ថីប្រធានគណៈបកធម្មាធិបតេយ្យបានលើកឡើងនៅការគាំទ្រចំពោះការអនុវត្តរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានស្នើបារាំងឲ្យជួយផ្ដល់ឯកសារព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជានិងថៃព្រោះបារាំងគឺជាអតីតអាណានិគមរបស់កម្ពុជាដូច្នេះផែនទីបារាំងសៀម 1904-1907 គឺបារាំងជាអ្នកធ្វើដែលមានចុះហត្ថលេខារវាងបារាំងនិងស្ដេចថៃនាសម័យនោះ ខ្ញុំសូមគាំទ្រនៃការអនុវត្តរបស់សម្ដេចធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្ញើចដหมายទៅស្នើសុំលោក Emmanuel Macron ជាប្រធានាធិបតីរបស់បារាំងដើម្បីសុំផែនទីសុំឯកសារហ្វកតាងទាំងអស់សម្រាប់ ដោះស្រាយចំនួនព្រំដែនកម្ពុជាថៃគឺជារឿងប្រសើរដោយហេតុថាកន្លងហើយនេះបារាំងគឺជាអាណានិគមជាអាណាព្យាបាលអាណានិគមរបស់កម្ពុជាដូច្នេះផែនទីបារាំងសៀម 1904-1907 គឺបារាំងជាអ្នកធ្វើដែលមានចុះហត្ថលេខារវាងបារាំងនិង ស្ដេចសៀមសម័យនោះស្ដេចថៃសម័យនោះចា៎ដូច្នេះជាការប្រសើរណាស់ដែលបារាំងគេប្រកាសសន្យាថានឹងផ្ដល់ឯកសារគ្រប់យ៉ាងទាំងអស់ឲ្យតែកម្ពុជាត្រូវការបារាំងជួយដូច្នេះជាភ័ព្វសំណាងរបស់ខ្មែរយើងដែលមាន នាយករដ្ឋមន្ត្រីឆ្លៀសវៃដោយសម្ដេចធិបតីហ៊ុនម៉ាណែតបច្ចុប្បន្នដឹកនាំប្រទេសក្នុងអាណត្តិទី 7 នេះលោកឈ្នះនៅការទូត 100% រួចរាល់ហើយអញ្ចឹងយើងត្រូវការផ្សព្វតាមបន្ថែមដើម្បីដាក់ទៅអង្គការសហជីវជាតិដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងដាក់ទៅ ICC ដោយហេតុថាថៃសម្លាប់ខ្មែរគ្រប់ចំនួនទាំងអស់បង្ហូរឈាមខ្មែរដើម្បីដណ្ដើមកាន់កាប់ទឹកដីរបស់ខ្មែរដូនតាខ្មែរជារាប់រយឆ្នាំមកហើយ សូមជម្រាបថាសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី 4 ខែកុម្ភៈឆ្នាំ 2026 គឺបានផ្ញើលិខិតទៅកាន់ឯកឧត្តមអេម៉ានូអែលម៉ាក្រុងប្រធានាធិបតីនៃសាធារណរដ្ឋបារាំងដើម្បីឆ្លើយតបចំពោះការបង្ហាញឆន្ទៈរបស់ប្រទេសបារាំងក្នុងការត្រៀមខ្លួននៅផ្ដល់នៅឯកសារប្រវត្តិសាស្ត្រនិងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជានិងថៃក្នុងករណីមានសំណើពីកម្ពុជាសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានស្នើសុំប្រទេសបារាំងពិចារណាផ្ដល់ការគាំទ្របច្ចេកទេសជំនាញនិងការប្រឹក្សាយោបល់ព្រមទាំងសម្រួលដល់ការទទួលនិងផ្ដល់ឯកសារប្រវត្តិសាស្ត្រនិងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃដែលជាមរតកនៃសម័យអាណាព្យាបាល
អាញាធររាជធានីខេត្តនៅទូទាំងប្រទេសកម្ពុជាកំពុងយកចិត្តទុកដាក់និងមានការដាក់កំហិតដើម្បីបង្ក្រាបនៅបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់តបទៅតាមការដាក់ចេញបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងនោះរាជធានីភ្នំពេញក៏មានការកំណត់នៅវិធានការបទបញ្ជាយ៉ាងម៉ឺងម៉ាត់ផងដែរដែលជារឿងធ្វើឲ្យពលរដ្ឋមានការសាទរយ៉ាងខ្លាំងនៅក្នុងកិច្ចប្រជុំដកស្រង់បទពិសោធន៍លើការងារគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំនិងការងារបោះសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី7ខែកុម្ភៈដែលឯកឧត្តមខួងស្រេងអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីបានដាក់ចេញផែនការយ៉ាងម៉ឺងម៉ាត់ឲ្យកងកម្លាំងដែលមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង14ធ្វើយុទ្ធនាការបោះសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រងត្រឹមថ្ងៃទី30ខែមីនាឆ្នាំ2026ឯកឧត្តមខួងស្រេងលើកឡើងថានៅរាជធានីភ្នំពេញមានអគារខ្ពស់ៗចាប់ពី7ជាន់ឡើងជិត4000អគារដូច្នេះសូមអាជ្ញាធរខណ្ឌទាំង14ត្រូវចុះស្រង់ស្ថិតិអ្នករស់នៅក្នុងខុនដូនិងអ្នកស្នាក់នៅប្រមូលផ្ដុំឲ្យច្បាស់លាស់ដើម្បីឈានទៅបោះសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬ online scam ឲ្យអស់ពីក្នុងមូលដ្ឋានប្រជាពលរដ្ឋបានសម្ដែងការគាំទ្រយ៉ាងខ្លាំងទៅលើវិធានការនេះក៏ដូចជាវិធានការទាំងឡាយនានាជាច្រើនទៀតរបស់អាជ្ញាធរនៅទូទាំងប្រទេសក៏ដូចជារាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនិងបោះសម្អាតដាច់ណាត់នៅរាល់បទល្មើសអូក្រិដ្ឋទាំងឡាយដែលកើតមាននៅក្នុងប្រទេសជាតិពិសេសគឺអូក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញនេះផ្ទាល់តែម្ដងចូលរួមគ្រប់គ្រងយ៉ាងពេញលំហឹងទៅលើផ្ដល់បាយយុទ្ធនាការពីសំណាក់ក្រសួងមហាផ្ទៃដែលជាសេនាធិការផ្ទាល់ជូនរដ្ឋាភិបាលនៃប្រទេសជាណាចក្រកម្ពុជាកំចាត់ឲ្យអស់នៅក្រតិកម្មផ្នែកអនឡាញនេះចេញឲ្យអស់នៅពីប្រទេសជាណាចក្រកម្ពុជាយើងចូលរួមទប់ស្កាត់ឲ្យបាននៅបទល្មើសនេះកំពុងតែកើតឡើងនានានៅក្នុងប្រទេសជាណាចក្រកម្ពុជាហើយធ្វើយ៉ាងណាឲ្យសង្គមរបស់យើងរស់នៅក្នុងភាពសុខសន្តិភាពដែលមិនមានការបង្កនៅភាពចលាចលនានាគ្មានសន្តិសុខគ្មានសណ្ដាប់ធ្នាប់នៅក្នុងសង្គមជាពិសេសគឺការបង្កទៅដល់ការភ័យខ្លាចនៅក្នុងសង្គមរបស់យើងផ្ទាល់តែម្ដងតែទាំងប្រជាពលរដ្ឋយើងជាជនជាតិខ្មែរហើយទាំងជនបរទេសគឺមានការខ្លាចខ្លាចហើយចំណុចទី2គឺយើងចូលរួមនៅក្នុងការធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជារបស់យើងទទួលបាននៅមុខមាត់នៅក្នុងតំបន់ឡើងវិញតាមរយៈការលុបបំបាត់នៅ online gambling នេះដែលបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាយើងបានចូលរួមនៅក្នុងការប្រយុទ្ធប្រឆាំងនៅអំពើអក្រិតកម្មឆ្លងដែនបាទជាការប៉ុណ្ណាបើសិនបើចាំតែកម្លាំងសមត្ថកិច្ចតែមួយមុខដែលមានកម្លាំងសមត្ថកិច្ចទៅលើទាំងនគរបាលក្តីទាំងកងរាជរដ្ឋក្តីឬក៏បណ្ដាមន្ត្រីនគរបាលយោធរក្តីគឺប៉ុណ្ណាមិនអាចចូលរួមនៅក្នុងការទប់ស្កាត់បទល្មើសមិនឲ្យការឡើង 100% បានទេហើយដើម្បីធ្វើយ៉ាងណាឲ្យការទប់ស្កាត់បទល្មើសកើតឡើងឲ្យបាន 100% តែម្ដងគឺតម្រូវណាស់មានការចូលរួមអំពីសំណាក់ប្រជាពលរដ្ឋក្រុមមជ្ឈដ្ឋានទាំងអស់ហើយជាពិសេសអ្នកដែលកំពុងតែបានប្រើប្រាស់ទីតាំងរបស់ខ្លួនជួលទៅឲ្យជនបរទេសដើម្បីប្រើប្រាស់នៅទីតាំងរបស់ខ្លួននេះប្រព្រឹត្តនៅបទល្មើសនានាដូចជាការចាប់ជំរិតអនឡាញយើងចង់ឲ្យប្រទេសកម្ពុជាយើងមានភាពត្រចះត្រចង់ទៅលើឆាកអន្តរជាតិតាមរយៈការស្គាល់នៅប្រទេសកម្ពុជាយើងគឺជាប្រទេសដែលប្រកបទៅដោយសុខសុវត្ថិភាពខាងផ្នែកទេសចរក្តីខាងផ្នែកសន្តិសុខក្តីហើយជាពិសេសគឺជាទីផ្សារដែលអាចឲ្យបណ្ដាវិនិយោគិនមកពីបណ្ដាបរទេសធ្វើការចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាយើងប្រកបដោយភាពសុខសុវត្ថិភាពហើយមិនព្រួយបារម្ភអំពីការបង្កើនឡើងនៅបទល្មើសអក្រិតកម្មនានាហើយជាពិសេសគឺការបង្កើនឡើងនៅការចាប់ជំរិតអនឡាញនានាដោយអ្វីដែលយើងបានជួបប្រទះក្នុងពេលកន្លងមកនេះបាទជាក់ស្ដែងដូចជាបច្ចុប្បន្នអញ្ចឹងឃើញថាកំណើននៃទេសចរគឺមានការកើនឡើងច្រើនគ្រប់ជាតិសាសន៍ទាំងអស់គឺគាត់តែងតែមើលនៅការផ្សព្វផ្សាយណាបាទអញ្ចឹងគាត់គិតថាប្រទេសកម្ពុជាយើងគឺមានសុខសុវត្ថិភាពបាទទាំងការធ្វើដំណើរទាំងការហូបចុកអីផ្សេងគឺគាត់មើលឃើញជាក់ស្ដែងអញ្ចឹងគាត់អាចអញ្ជើញមកកាន់តែច្រើនដូចបច្ចុប្បន្នអញ្ចឹងគឺកំណើនទេសចរយើងច្រើនមែនទែនគួររំលឹកថាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាសម្ដេចពិតជាចង់ឃើញណាស់នៅការចូលរួមជាមួយនឹងការបដិញ្ញាចិត្តក៏ដូចជាលះបង់ដើម្បីជាតិពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ជាពិសេសការចូលរួមប្រជាជនខ្មែរយើងគ្រប់ស្រទាប់វណ្ណៈគ្រប់និន្នាការក៏ដូចជាមន្ត្រីរាជការអាជ្ញាធរមូលដ្ឋានកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដើម្បីរួបរวมគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរសម្ដៅលុបបំបាត់នៅរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងអក្រិតកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដល់ប្រពៃណីព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ
ទេសនាព័ត៌មានដាច់ដラយពីវិស័យការងារតែជនក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថាមកដល់ពេលនេះឱកាសការងារនៅក្នុងស្រុកនៅមានប្រមាណជា86,000 កន្លែងទៀតរងចាំបងប្អូនប្រជាពលរដ្ឋដែលពុំទាន់មានការងារធ្វើក្នុងនោះវិស័យឧស្សាហកម្មមានតម្រូវការខ្ពស់ជាងគេបន្ទាប់មកវិស័យកសិកម្មនិងសេវាកម្មជាដើមក្នុងបំណងនាំនៅឱកាសការងារដល់បាគីមូលដ្ឋានរស់នៅរបស់ប្រជាជនជាពិសេសអតីតពលករត្រឡប់មកពីក្រៅប្រទេសនិងអ្នកដែលកំពុងស្វែងរកការងារធ្វើឲ្យទទួលបាននូវឱកាសការងារក្នុងស្រុកក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបន្តរៀបចំវេទិកាការងារសន្តិសុខសង្គមនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈជារៀងរាល់ចុងសប្តាហ៍នៅទូទាំងប្រទេសក្រោមប្រធានបទខ្មែរជួយរកការងារឲ្យខ្មែរផ្ដល់ការងារឲ្យខ្មែរនេះគឺជាយន្តការដែលមានប្រសិទ្ធភាពដែលក្រសួងបានដាក់ចេញដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរវាងភាគីនយោជកនិងប្រជាពលរដ្ឋអាដាមសានគឹមហុងអនុរដ្ឋលេខាធិការក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដឹងដែរថាសម្រាប់ពេលបច្ចុប្បន្ននេះក្នុងខេត្តបាត់ដំបងដែលបានផ្សព្វផ្សាយអំពីឱកាសការងារជូនដល់ពលរដ្ឋកាលពីថ្ងៃ8កុម្ភៈលោកបានបញ្ជាក់ថាការជ្រើសរើសចាប់យកឱកាសការងារក្នុងស្រុកគឺជាសញ្ញាវិជ្ជមានក្នុងការកសាងជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើងព្រមទាំងជៀសផុតពីបញ្ហារើសអើងរួមទាំងហានិភ័យសុវត្ថិភាពជាពិសេសគឺបានរស់នៅជួបជុំក្រុមគ្រួសារប្រកបដោយភាពកក់ក្ដៅទន្ទឹមនឹងការទទួលបានការងារធ្វើអាយដាមបានបន្តលើកឡើងអំពីអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតនៃការក្លាយទៅជាសមាជិករបស់បសសដែលរួមមានការពិនិត្យដែលព្យាបាលជំងឺនៅមន្ទីរពេទ្យដែលជាដៃគូដោយឥតគិតថ្លៃការគាំពៀនិងទទួលបាននៅដែលហៅថាតៅវកាលិកនៅពេលដែលមានគ្រោះថ្នាក់ការងារព្រមទាំងសិទ្ធិទទួលបាននៅប្រាក់សោធនសម្រាប់ធានាប្រាក់ចំណូលនៅពេលដែលចាស់ជរាដោយជាមន្ត្រីរាជការជាដើមបន្ថែមលើនេះក្រសួងក៏បានជំរុញឲ្យយុវជនចាប់យកឱកាសចូលឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈបច្ចេកទេស TVET ចំនួន1,500,000 នាក់ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាសូមជម្រាបជូនផងដែរថាលទ្ធផលវេទិកាការងារសន្តិសុខសង្គមនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តបៃលិននៅខេត្តបាត់ដំបងនៅថ្ងៃ7-8 កុម្ភៈ 2026កន្លងទៅនេះមានអ្នកចូលរួមប្រមាណជា3,713 នាក់ក្នុងនោះអ្នកដែលជាប់ការងារបឋមមានចំនួនជិត400នាក់ដល់ឡែកអ្នកដែលចុះឈ្មោះដើម្បីរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈមានចំនួន387នាក់រហូតមកដល់ពេលនេះក៏ក្រសួងទេសចររបស់កម្ពុជាបានបណ្ដុះបណ្ដាលនៅគ្រូបង្គោលជាច្រើនរូបសម្រាប់ចូលរួមនៅក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរជូនទៅដល់យុវជននៅតាមខេត្តគោលដៅទេសចរជាពិសេសយុវជន1,500,000 នាក់នៅតាមបណ្ដាសាលាធីវេតនៃក្រសួងការងារនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ដែលស្ដីអំពីការពិនិត្យនិងប្រមូលធាតុចូលសម្រាប់ការកសាងជាកញ្ចប់ស្តង់ដារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរសម្រាប់សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ1 2និង3លើជំនាញការិយាល័យជួរមុខគេហកិច្ចសេវាកម្មម្ហូបអាហារនិងភេសជ្ជៈរួមទាំងជំនាញផលិតកម្មម្ហូបអាហារនៅថ្ងៃ9 កុម្ភៈនេះអាយដាមបសុខុមរដ្ឋលេខាធិការក្រសួងទេសចរបានបញ្ជាក់ថាការរៀបចំកញ្ចប់ស្តង់ដារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរស្របទៅតាមក្របខ័ណ្ឌគុណវុឌ្ឍិជាតិលើជំនាញអាទិភាពទាំង10គុណវុឌ្ឍិនេះនឹងផ្ដល់នូវច្រកការសិក្សាច្បាស់លាស់កម្រិតជាតិដែលមានកម្រិតវិញ្ញាបនបត្រសមមូលនិងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាពិសេសគាំទ្រដល់យុទ្ធសាស្ត្របណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជន1,500,000 នាក់របស់រាជរដ្ឋាភិបាលអាណត្តិទី7នេះផងដែរការរៀបចំកញ្ចប់ស្តង់ដារបណ្ដុះបណ្ដាលវិជ្ជាជីវៈស្របតាមគុណវុឌ្ឍិជាតិលើជំនាញអាទិភាពទាំង10គុណវុឌ្ឍិនេះនឹងផ្ដល់នៅច្រកសិក្សាដោយលោករតនាបានលើកឡើងតែគ្រាន់តែខ្ញុំសូមពង្រឹងថាស្មារតីរបស់យើងទាំងអស់គ្នាលោកគ្រូអ្នកគ្រូបង្គោលសាស្ត្រាចារ្យតាមសាកលវិទ្យាល័យបាទហើយខ្ញុំក៏សូមឆ្លៀតឱកាសនេះផងដែរអបអរសាទរដល់លោកគ្រូអ្នកជំនាញទេសចរសរុបចំនួន63រូបដែលបានបញ្ចប់ដោយជោគជ័យនៅវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលជាតិលើជំនាញការិយាល័យជួរមុខសេវាកម្មម្ហូបអាហារភេសជ្ជៈស្របតាមគុណវុឌ្ឍិជាតិកម្ពុជាហើយនឹងត្រូវទទួលបានវិញ្ញាបនបត្រក្នុងពេលបន្តិចទៀតនេះលោកចឹកភិរុនតំណាងគ្រូបង្គោលនានាបានលើកឡើងថាសម្រាប់ការបណ្ដុះបណ្ដាលបាននៅគ្រូបង្គោលថ្មីប្រមាណជា60រូបនៅពេលនេះនឹងយកចំណេះជំនាញវិជ្ជាជីវៈដោយស្របទៅតាមគុណវុឌ្ឍិជាតិខ្លួនទៅបណ្ដុះបណ្ដាលយុវជនកំពុងបម្រើការងារតាមមូលដ្ឋានអាជីវកម្មផងជាពិសេសការផ្ដល់ការបណ្ដុះបណ្ដាលជំនាញជូនដល់យុវជន1,500,000 នាក់នៅតាមសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស TVET របស់ក្រសួងការងារ
សូមបញ្ជាក់ផងដែរថាសម្រាប់គ្រូបង្គោលនេះគឺគាត់ភាគច្រើនគឺជាគ្រូដែលគាត់អញ្ជើញមកពីសាលាបណ្ដុះបណ្ដាលមកពីសាលាវិជ្ជាជីវៈក៏ដូចជាស្ថាប័នដែលពាក់ព័ន្ធលើការងារបណ្ដុះបណ្ដាលនេះទូទាំងរាជធានីខេត្តហើយនៅពេលដែលគាត់ទទួលបាននៅវិញ្ញាបនបត្របញ្ជាក់ពីសមត្ថភាពលើការឆ្លងកាត់វគ្គបណ្ដុះបណ្ដាលរបស់គាត់នេះទៅគាត់នឹងអាចជាធនធានមួយដ៏សំខាន់នៅក្នុងការចូលរួមចំណែកដ៏សំខាន់ទៅដល់ការចូលរួមបណ្ដុះបណ្ដាលដល់យុវជនរបស់យើងជាពិសេសគឺការចូលរួមគ្រប់គ្រងបាទទៅដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលលើការបណ្ដុះបណ្ដាលដល់យុវជនបាទ1.5 លាននាក់បាទហើយនេះគឺជាកម្លាំងចលករដ៏សំខាន់មួយនៅក្នុងការចូលរួមចំណែកតាមរយៈការបណ្ដុះបណ្ដាលដោយក្រសួងទេសចរនេះសង្ឃឹមថាលោកគ្រូទាំងអស់គាត់អាចយកនៅចំណេះដឹងជំនាញរបស់គាត់នេះបានចូលរួមចំណែកទៅដល់ការកសាងនៅសមត្ថភាពជំនាញទៅដល់យុវជនរបស់យើងឲ្យគាត់មានជំនាញកាន់តែល្អប្រសើរទៀតផងដែរដើម្បីអាចឈានទៅដល់ការប្រកួតប្រជែងនៅក្នុងទីផ្សារការងារជួបរតនាប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរនៃក្រសួងទេសចរក៏បានបញ្ជាក់ថាក្រោមកិច្ចសហការជាមួយអង្គការ Swiss Contact គណៈកម្មការគ្រប់គ្រងគម្រោងហូកានៃក្រសួងទេសចរបានបណ្ដុះបណ្ដាលយុវជនកម្ពុជាសរុបចំនួន 8,450 នាក់លើជំនាញគេហកិច្ចការិយាល័យឈូមុខសេវាកម្មម្ហូបអាហារនិងភេសជ្ជៈឆុងកាហ្វេចុងភៅមគ្គទេសចរសហគមន៍គ្រូបង្គោលនិងអ្នកវាយតម្លៃបង្គោលហូកានៅតាមបណ្ដាខេត្តគោលដៅគម្រោងចំនួន 12 រួមមានខេត្តកញ្ចេះស្ទឹងត្រែងព្រះវិហារមណ្ឌលគិរីរតនគិរីពោធិ៍សាត់បាត់ដំបងប៉ៃលិនបន្ទាយមានជ័យខេត្តឧត្តរមានជ័យកំពង់ឆ្នាំងនិងខេត្តកោះកុងខណៈដែលនៅក្នុងក្របខ័ណ្ឌក្រសួងទេសចរសម្រាប់ឆ្នាំ 2025 ក្រសួងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរដោយផ្ទាល់ជួយដល់យុវជនបានប្រមាណ 2,782 នាក់និងតាមរយៈអនឡាញបណ្ដុះបណ្ដាលបានជិត 76,500 នាក់នៅក្នុងនោះគ្រូបង្គោលជាតិបណ្ដុះបណ្ដាលបានជិត 600 នាក់ទស្សនិកជនមកមើលពីការប្រែប្រួលមុខមាត់នៅតំបន់រមណីយដ្ឋានទេសចរបៃតងមួយកន្លែងនៅក្នុងខេត្តកំពង់ស្ពឺនោះគឺតំបន់ភ្នំខ្នងផ្សារដែលបន្ទាប់ពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកន្លងទៅនេះបានអញ្ជើញទស្សនាដោយផ្ទាល់នៅទេសភាពដ៏ស្រស់ត្រកាលនៅតំបន់ភ្នំខ្នងផ្សារនេះហើយបានជំរុញឲ្យមានការរៀបចំនៅទីតាំងមួយនេះឥឡូវនេះគឺក្រសួងបរិស្ថានដែលសហការជាមួយភាគីពាក់ព័ន្ធបានរៀបចំរួចរាល់នៅហេដ្ឋារចនាសម្ព័ន្ធនានានៅជើងភ្នំខ្នងផ្សារនិងផ្លូវសម្រាប់ថ្មើរជើងឡើងទៅលើភ្នំឯកឧត្តមខ្វៃអតិរ្យាអ្នកនាំពាក្យក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី 9 ខែកុម្ភៈនេះបានប្រាប់ BTV ថាគិតមកដល់ពេលនេះគម្រោងអភិវឌ្ឍលំហែបៃតងភ្នំខ្នងផ្សារនៅក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺអាចសម្រេចបាននៅលទ្ធផលរួចរាល់ 100% សម្រាប់ផ្លូវថ្មើរជើងឡើងទៅលើភ្នំនិងហេដ្ឋារចនាសម្ព័ន្ធនានានៅជើងភ្នំដែលក្នុងនោះរួមមានការកសាងខ្លោងទ្វារឡើងភ្នំបន្ទប់ទឹកស្អាតកន្លែងចតឡានម៉ូតូសួនច្បារហាងកាហ្វេផ្សារសហគមន៍ស្នាក់ការផ្ដល់ព័ត៌មានសម្រាប់ទេសចរនិងបន្ទប់សង្គ្រោះបឋមជាដើមរីឯការកសាងហេដ្ឋារចនាសម្ព័ន្ធនៅលើភ្នំខ្នងផ្សារវិញក្រសួងបរិស្ថានបានសហការជាមួយភាគីពាក់ព័ន្ធកំពុងរៀបចំជាបន្តបន្ទាប់ទៀតដោយតាមការគ្រោងទុកនឹងធ្វើឲ្យសម្រេចបាននៅឆ្នាំ 2026 នេះឯកឧត្តមបានអំពាវនាវដល់ភ្ញៀវទេសចរជាតិអន្តរជាតិអញ្ជើញទៅលេងកម្សាន្តនៅតំបន់ភ្នំខ្នងផ្សារដែលមានទេសភាពធម្មជាតិស្រស់ស្អាតនិងចូលរួមថែរក្សាបរិស្ថានអនាម័យផងដែរចឹងទិសដៅទៅថ្ងៃខាងមុខនៅឆ្នាំ 2026 នេះក្រសួងបរិស្ថានបានដាក់ទិសដៅអភិវឌ្ឍតំបន់ភ្នំខ្នងផ្សារនេះឲ្យសម្រេចបាននៅតាមផែនការគឺរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធនៅលើខ្នងភ្នំតែម្ដងបន្ទាប់ពីគម្រោងបានបញ្ចប់នៅជើងភ្នំគួរបញ្ជាក់ដែរថាក្រសួងបរិស្ថានបានរៀបចំគម្រោងអភិវឌ្ឍគោលដៅលំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារដែលជាការឆ្លើយតបទៅនឹងគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលសម្ដៅការអភិវឌ្ឍប្រកបដោយចីរភាពនិងការគ្រប់គ្រងធនធានធម្មជាតិបានយូរអង្វែងដើម្បីប្រយោជន៍ដល់ប្រជាពលរដ្ឋនិងកូនចៅជំនាន់ក្រោយពលរដ្ឋខ្មែរដែលរស់នៅប្រទេស Norway បានបង្ហាញពីមោទកភាពជាតិចំពោះការអភិវឌ្ឍជាតិនៅពេលបច្ចុប្បន្ននេះពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជាអាកាសយានដ្ឋានអន្តរជាតិដីជោ
និងបង្ហាញពីការអភិវឌ្ឍរីកចម្រើនដល់តេទៀងរបស់កម្ពុជានៅពេលបច្ចុប្បន្នទៅដល់ទេសចរនៅលើពិភពលោកប្រជាប្រដ្ឋខ្មែររស់នៅប្រទេសដាវីសលោកលឹមពិសិដ្ឋបានបញ្ជាក់ប្រាប់ BTV នៅថ្ងៃនេះដោយបានលើកឡើងថាលោកពិតជាមានមោទកភាពចំពោះការអភិវឌ្ឍជឿនលឿនរបស់សង្គមជាតិកម្ពុជាជាពិសេសគឺវត្តមានអាកាសយានដ្ឋានអន្តរជាតិដីជោផ្លូវស្ពានអាកាសនិងសំណង់អគារល្អស្អាតនៅក្នុងរាជធានីភ្នំពេញបន្ទាប់ពីចាក់ចេញពីប្រទេសកំណើតអស់រយៈពេលជាច្រើនឆ្នាំហើយបានវិលត្រឡប់មកកាន់កម្ពុជាជាថ្មីម្ដងទៀតនៅឆ្នាំ2026នេះលោកពិតជាមានមោទកភាពយ៉ាងខ្លាំងដោយលោកមិនធ្លាប់រំពឹងថាកម្ពុជានឹងអាចស្គាល់ការអភិវឌ្ឍលើគ្រប់វិស័យដោយបច្ចុប្បន្ននោះឡើយពិសេសអាកាសយានដ្ឋានអន្តរជាតិដីជោកម្រិត 4F ដល់ទំនើបទាន់សម័យស្អាតបង្ហាញអំពីអត្តសញ្ញាណខ្មែរនិងហេដ្ឋារចនាសម្ព័ន្ធសំណង់អគារជាច្រើនផ្សេងទៀត2026នេះដែលខ្ញុំមកនេះគឺខ្ញុំបានឆ្លងកាត់អាកាសយានដ្ឋានមួយដែលខ្ញុំមានអារម្មណ៍រំភើបហើយភាសាអង់គ្លេសគេនិយាយថា amazing ដែលវាអស្ចារ្យដែលយើងមិននឹកស្មានដល់ដែលពីដើមយើងធ្លាប់ចុះចតនៅពលានយន្តហោះនៅប្រទេសសិង្ហបុរីនៅទីក្រុងបាងកកនៅ Los Angeles នៅ San Francisco នៅអាមេរិកធំនៅអាំស្ទែដាមបាទប៉ុន្តែនៅពេលដែលយើងមកឃើញប្រទេសយើងមានពលានយន្តហោះដែលជួគេហៅ KTI នេះគឺខ្ញុំមិននឹកស្មានដល់ថាយើងមានអាកាសយានដ្ឋានដែលល្អស្អាតលើសគេពិសេសការរៀបចំដូចជារំលេចអ្វីៗសុទ្ធតែជាខ្មែរទាំងអស់មានរូបព្រះពុទ្ធបដិមាករដ៏ធំហើយមានរបៀប decoration ការតាក់តែងរៀបចំហ្នឹងគឺមើលទៅធ្វើឲ្យជាប់ចិត្តបាទមិនមែនតែខ្ញុំទេភ្ញៀវបរទេសដែលយើងមកជាមួយគ្នាហ្នឹងគេមកលេងដែរហ្នឹងគឺគេភ្ញាក់ផ្អើលគ្រប់គ្នាបាទខ្ញុំរំភើបណាស់ខ្ញុំអត់នឹកស្មានដល់ថាក្នុងរយៈពេល20ឆ្នាំខ្ញុំនិយាយ20ឆ្នាំចឹងណាបាទមានន័យថា20ឆ្នាំមានន័យថារយៈពេលដែលខ្ញុំនៅទីនេះពី3ឆ្នាំដែលខ្ញុំមើលឃើញចុងក្រោយបាទហើយនឹងពេលវេលាមកប្រៀបធៀបនៅក្នុងពេលនេះគឺខុសគ្នាដាច់ស្រឡះតែម្ដងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលយើងមើលឃើញទាំងអស់គ្នាថាវាមានផ្លាស់ប្ដូរតាំងពីស្ពានថ្នល់អាគារសពសារពើទាំងអស់ហើយផ្លូវយើងមិនបាច់ចាំនិយាយរាជធានីទេផ្លូវនៅតាមខេត្តមួយចំនួនគឺមានផ្លូវបេតុងមានផ្លូវថ្នល់កស៊ូមែនទេបាទហើយផ្លូវពីទីតំបន់ដែលធ្លាប់មានសង្គ្រាមដូចលងមេទៅសៀមរាបអីចឹងណាបាទយើងឃើញមានផ្លូវកស៊ូដូច្នេះអាកន្លែងហ្នឹងដែលយើងមានការភ្ញាក់ផ្អើលខ្លាំងសម្រាប់ពលរដ្ឋខ្មែរនៅប្រទេសនូវែលរូបនេះជឿជាក់ថាកម្ពុជានឹងបន្តរក្សាបានការអភិវឌ្ឍបោះជំហានទៅមុខកាន់តែល្អបន្ថែមទៀតក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលជាថ្នាក់ដឹកនាំបន្តវេនដោយភាពស្វាហាប់និងប្រកបនិយមបន្ថែមលើពីនេះលោកបានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសបន្តស្មារតីសាមគ្គីជាតិជឿជាក់លើរាជរដ្ឋាភិបាលការពីបូរណភាពទឹកដីនិងបន្តចូលរួមផ្សព្វផ្សាយពីការអភិវឌ្ឍសុខសុវត្ថិភាពនិងការទាក់ទាញទេសចរបន្ថែមទៀតមកកាន់ព្រះរាជាណាចក្រកម្ពុជាទស្សនិកជនពីកម្មវិធី BTV Top Story នៅវគ្គទី1នេះយើងខ្ញុំសូមអនុញ្ញាតសម្រាប់បន្តិចសិនជួបគ្នានៅវគ្គក្រោយនិងបន្តផ្ដល់ជូនលោកអ្នកនៅព្រឹត្តិការណ៍អន្តរជាតិ